សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់ណែនាំពី website មើលរឿង free ដែលចេញថ្មីហ្នឹងហើយវាទោះវាចេញអត់តាន់ full វាចេញជាលក្ខណៈ cam លក្ខណៈថាអ្នកថតលួចថតហ្នឹងគឺមាននឹងភ្លាមហ្មងដូចជារឿង The Mummy នេះរឿងតែចេញឥឡូវមាន HDTS កម្រិតវា720ឥឡូវខ្ញុំសាកចុចមើលហ្នឹងហើយនេះឥឡូវខ្ញុំ play ឃើញទេកម្រិតប៉ុណ្នេះវាអាចធ្វើរយៈយើងអាចនិយាយបានថាវាមិនទាន់ច្បាស់តែអាចទទួលយកបានហើយមួយទៀតចូលក្នុង website នេះក៏អញ្ចឹងដែរវាដូចគ្នាទេឥឡូវខ្ញុំចូល Wonder Woman website combomovie.club អញ្ចឹងខ្ញុំចូលទៅ Wonder Woman អូខេអានេះដោយសារដែរវាជាប់ copyright អញ្ចឹងត្រូវបានលុបចោលបាត់ហើយឥឡូវលើក pirate នេះម្ដងអូខេខ្ញុំចុច play ចេញមកហើយចង់និយាយថាកម្រិតប៉ុណ្ណឹងវាអាចទទួលយកបានហើយវាចេញព្រោះថារឿងកំពុងប្រចាំងរងកុនអញ្ចឹងវាចេញបានលឿនក្នុង website ហ្នឹងវាចេញឲ្យយើងលឿនហើយមួយទៀត chd.ws នេះវាកម្រិតវាល្អដែរហើយក៏មានរឿងថ្មីដែរប៉ុន្តែស៊ីសងយើង search អីចឹងដូចជារឿងថ្មីតែអានេះរឿងចាស់ឯងយើងចង់មើលរឿងថ្មីយើងមើល page ទី2វិញអា load នេះគ្រាន់តែជា ad របស់ website អញ្ចឹងយើងបិទវាយើងចូលមកចាស់វិញមកហើយយើងមើលដូចជារឿងអានេះវាមាន TV series មានដូចជាលក្ខណៈ movie មួយរឿងចប់ហ្នឹងហើយអញ្ចឹងអានេះឡើងខ្ញុំឧទាហរណ៍ Power Ranger អញ្ចឹងអូខេហើយយើងចុច play មកវាលឿនមិនលឿនអាស្រ័យលើអ៊ីនធឺណិតរបស់យើងបើសិនជាអ៊ីនធឺណិតយើងលឿនអាហ្នឹងវាដើរលឿនដែរអានេះកម្រិតវា18 Full HD រឿង Power Ranger 2017យើងហ្នឹងអូខេហើយមួយទៀតគឺ website Ganol ប៉ុន្តែដោយសារតែ website នេះវាអត់ allow យើងដាក់ ad block ទេតោះតែយើងបិទសិនបានយើងអាចមើលវាបានអញ្ចឹងយើងបិទហើយយើង refresh មកយើងអាចមើលរឿងនៅក្នុង website ហ្នឹងនេះដូចជារឿងហើយក្នុង website នេះមានប្រភេទរឿងច្រើនដូចជាមើលឥឡូវនេះយើងជ្រើសរើស2017មករឿង2017វាចេញមករឿងចេញឆ្នាំ2017យើងអស់មកក្រុមនេះនេះ Wonder Woman អូខេចុចម្ដងទៅមើលហើយវាមាន3 server វានេះខ្ញុំ play នៅលើ server មួយបិទវាចោលអានេះផ្ទាំងពាណិជ្ជកម្មយើង load ចឹងយើងចុចបិទហើយវាចេញអញ្ចឹងវាពិបាកមើលតិចនៅលើទូរស័ព្ទដៃបើសិនយើងមើលនៅលើកុំព្យូទ័រវាអត់អីទេអូខេចុច play ទៅបើសិនជានៅលើទូរស័ព្ទដៃយើងមើលតាម Facebook app វាពិបាកអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំចង់បង្ហាញប៉ុណ្ណឹងហើយមួយទៀតបើសិនជាយើងចង់បានរឿងដែលយើងចង់ download តាម uTorrent ណានេះខ្ញុំណែនាំ website មួយនេះសុំទៅនេះខ្ញុំបិទ edition វាលឺអញ្ចឹងនេះ1337x.to ក្នុង website នេះគឺវាឲ្យមានលក្ខណៈរឿង TV game ចម្រៀងកម្មវិធីកុំព្យូទ័រឬក៏ any នេះខ្ញុំមិនដឹងណានេះនឹងអីទេហើយមាន documentary មាន other មាន18បូកហើយបើយើងចង់មើលរឿងឧទាហរណ៍យើងចុច like movie ហើយយើងចង់មើលអានេះខលវាចំណងជើងឯណាបើយើងចង់មានរូបទេយើងយក movie library អានេះវាចេញរូបឲ្យយើងហ៎
នេះរូបនេះវគ្គ3ថាវាចេញវគ្គ4ហ្នឹងហើយអានេះគឺយើងតែខ្ញុំចុចអានេះមួយយើងចុច view release ហើយយើងចុច download យើងចុចលើហ្នឹងមកយើងចុច manage download មកនេះវា load uTorrent ចេញមកហើយលើកយើងត្រូវមានកម្មវិធី uTorrent ហ្នឹងដែរមក download ក្នុងហ្នឹងបានណាចឹងចុច OK មកអាហ្នឹងវានេះវាដើរនេះឃើញទេពេលដើរចប់វា load ឲ្យយើងដឹងហើយអញ្ចឹង website 5ហ្នឹងគឺវាល្អសម្រាប់យើងបងប្អូនគ្នាមើលរឿង free អញ្ចឹងណាអូខេឥឡូវនេះគឺ add វា load ញ៉ៃវិញអញ្ចឹងវីដេអូនេះវាមានតែប៉ុណ្្នឹងឯងហើយដើម្បីមានចំណេះដឹងផ្សេងទទួលបានចំណេះដឹងផ្សេងដែលខ្ញុំដឹងហ្នឹងសូមជួយចុច subscribe channel ខ្ញុំផងហើយខ្ញុំនឹងធ្វើវីដេអូដែលតាក់ទងទៅនឹងចំណេះដឹងពាក់ព័ន្ធទៅនឹងកុំព្យូទ័រឬក៏កម្មវិធីលើទូរស័ព្ទដៃយើងហ្នឹងខ្ញុំនឹងខំប្រឹងស្វែងរកកម្មវិធីថ្មីដើម្បីប្រាប់អ្នកទាំងអស់គ្នាដែលតែងតែតាមដាននៅវីដេអូនៅលើ YouTube អូខេអញ្ចឹងគោលបំណងខ្ញុំគឺចង់ឲ្យអ្នកទាំងអស់គ្នាចុច subscribe channel របស់ខ្ញុំនេះចុច my channel ចុច subscribe មកគឺតែប៉ុណ្្នឹងឯងអរគុណច្រើនអញ្ចឹងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ